កងទ័ពជើងទឹកថៃបានចោទកម្ពុជាទន្ទ្រានដីថៃខណៈដែលកម្ពុជាបញ្ជាក់ថាទីតាំងទាំងនោះត្រូវបានបកស្រាយច្បាស់លាស់រួចហើយកាលពីឆ្នាំ2022លោកស្រីម៉ាលីសូជាតាអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាបានបំភ្លឺថាចំណុចដែលកងទ័ពជើងទឹកថៃបានលើកឡើងថាកម្ពុជាបំពានដីថៃតាមពិតត្រូវបានដោះស្រាយរួចរាល់តាំងពីឆ្នាំ2022ចំណែកឯចំណុចដែលនៅសល់គួរតែត្រូវបានដាក់បញ្ចូលនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនហៅកាត់ថា JBC ការបំភ្លឺរបស់លោកស្រីម៉ាលីសូជាតានៅល្ងាចថ្ងៃទី16ខែកញ្ញានេះធ្វើឡើងឆ្លើយតបទៅនឹងកងទ័ពជើងទឹកថៃនិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីនិងត្រាតពាក់ព័ន្ធទៅនឹងការឈរជើងនិងការតាំងទីលំនៅរបស់ប្រជាជនកម្ពុជានៅភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដែលទល់ទៅនឹងភូមិបានជំរាកឃុំចម្រក់ស្រុកមឿងខេត្តត្រាតតាមការចុះផ្សាយរបស់សារព័ត៌មានថៃកងទ័ពជើងទឹករបស់ថៃបានចោទកម្ពុជាថាបានបំពានចូលទឹកដីថៃនៅទីតាំងចំនួន3ដែលមានជម្រៅ15ម៉ែត្រ125ម៉ែត្រនិង30ម៉ែត្រដោយយោងទៅលើផែនទី1លើ50,000ដែលពួកគេបានគូសដោយខ្លួនឯងឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះលោកស្រីម៉ាលីសូជាតាបានថ្លែងថាកម្ពុជាបានផ្ដល់ការបកស្រាយយ៉ាងច្បាស់លាស់រួចហើយតាមរយៈលិខិតឆ្លើយតបរបស់យុទ្ធភូមិភាគទី5កម្ពុជាកាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2022យើងក៏បានដោះស្រាយបញ្ហាមួយចំនួនរួចរាល់ផងដែរយ៉ាងណាក៏ដោយលោកស្រីមិនបានបញ្ជាក់ថាដំណោះស្រាយនោះយ៉ាងណានោះទេលោកស្រីបានបន្តថាដោយឡែកបញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែនក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែនកម្ពុជាបានលើកសំណើរួចហើយថាបញ្ហាទាំងនេះគួរតែបញ្ជូនទៅឲ្យគណៈកម្មាធិការចម្រុះព្រំដែនហៅកាត់ថា JBC ពិភាក្សានិងដោះស្រាយស្របតាមអនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្ដីពីការវាស់វែងនិងខណ្ឌព្រំសីមាព្រំដែនគោក MOU 2000កម្ពុជាស្នើឲ្យគ្រប់ភាគីទាំងអស់ជៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនៅភាពតានតឹងនិងពង្រីកនៅតំបន់ជម្លោះដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផលដល់ការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងប្រកបទៅដោយប្រសិទ្ធភាពក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយណាដែលភាគីទាំងពីរសម្រាប់បាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅហៅកាត់ថា JBC និងកិច្ចប្រជុំព្រំដែនថ្នាក់ភូមិភាគហៅកាត់ថា RBC ទាំងអស់ឲ្យបានម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនលោកស្រីថ្លែងថាឆ្លៀតក្នុងឱកាសនេះកម្ពុជាបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការសហការជាមួយនឹងភាគីថៃគ្រប់កម្រិតដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍របស់ប្រទេសនិងប្រជាជនយើងទាំងពីរ